យបានជាខ្ញុំចេះតែនិយាយថាខ្មែរតចំនួនមកវាអស់52ឆ្នាំ52ឆ្នាំហើយតែខ្មែរមួយចំនួនលែងដឹងអីអត់មានប្រវត្តិសាស្ត្ររៀនអត់ចាំប្រវត្តិសាស្ត្រណាចេះតែផឹកស៊ីនិយាយកំ pl ុកកំ pl ែងស៊ីចូលហើយនៅស៊ុយចេះតែត្រឹមប៉ុណ្ណឹងណាចេះតែណាកំ pl ុកកំ pl ែងនិយាយចំអកលក់លើយណាបាត់បង់អស់តែហើយសើចអ្នកណាសើចអ្នកណាអញ្ចឹងហៅជាតិគិតណាបងអូនក្មួយតើប្រជាជនអ៊ុយក្រែនគេគិតដូចក្មួយទេអាហ្នឹងអញ្ចឹងណាអាហ្នឹងយើងនិយាយអំពីមនសិការៈយើងនិយាយអំពីមនសិការៈមិនមែនមិនដឹងថាចាញ់ទេគេដឹងថាចាញ់តែគេចង់ឲ្យជនជាតិគេតពូជតម្បូរថាបានឯករាជ្យពី1991មកគេចង់ប្រាប់កូនចៅគេណាគេចង់ប្រាប់កូនចៅគេថាមានមេដឹកនាំមានប្រជាជនជាម៉ែជាឪជាពូជាអ៊ំជាមីងរួមទាំងជាយាយជាតាបានបង្ហាញកូនចៅអ៊ុយក្រែនណាបានបង្ហាញកូនចៅអ៊ុយក្រែនឲ្យដឹងថាដើម្បីរស់ជាប្រជាជាតិមួយដើម្បីឲ្យមានឯករាជ្យភាពអធិបតេយ្យភាពនិងបូរណភាពដែនដីព្រមទាំងសេរីភាពនិងឱកាសស្វែងរកសុភមង្គលវាទាល់តែមានប្រជាជននៃប្រជាជាតិនោះធ្វើការតស៊ូអញ្ចឹងកូនក្មួយដែលសើចចំអកឲ្យអ៊ុយក្រែននោះតើកូនក្មួយមានអីជាទីពឹងក្នុងមនសិការជាតិមានអីជាទីពឹងដូចជាបច្ចុប្បន្នឥឡូវកូនក្មួយមានសន្តិភាពណាកូនក្មួយមានសន្តិភាពប៉ុន្តែតើកូនក្មួយមានអីជាទីពឹងណាឥឡូវខ្ញុំមើលលោកវិសាលអង្គម្ដងមនុស្សស្លាប់ណាលោកចេមបើធ្វើនយោបាយណាមនុស្សស្លាប់ណាលោកចេមបើធ្វើនយោបាយតិចឲ្យមនុស្សងាប់តើកន្លែងណាដែលធ្វើទៅត្រូវព្រោះពេលមានរឿងងាប់អាតូចដែលមិនសូវដឹងអីខ្យល់ឥឡូវឮថានេតូចង់រត់ចោលបណ្ដាហើយលោកវិសាលលោកទទួលព័ត៌មានមិនច្បាស់អាហ្នឹងទី1ដូចជាពាក្យថានេតូចង់រត់ចោលលោកទទួលព័ត៌មានមិនច្បាស់ពីម្សិលមិញមានប្រិមិត្តម្នាក់បានយកលិខិតរបស់ទ្រង់ស៊ីសវត្តសេរីមតៈដែលផ្ញើតបនឹងការជំលះខ្លួនឆ្នាំ1975ដែលអាមេរិកចង់ស្នើឲ្យសេរីមតៈឡើងយន្តហោះដើម្បីភៀសខ្លួននៅពេលដែលខ្មែរក្រហមវាយលុកក្រុងភ្នំពេញខែមេសាឆ្នាំ75ណាលោកវិសាអង្គគេបានយកលិខិតដែលឆ្លើយតបទៅទូតអាមេរិករបស់ទ្រង់សេរីមតៈយកមកចុះផ្សាយខ្ញុំជំរាបតាមត្រង់ខ្ញុំមិនឆ្លើយអីទេខ្ញុំលុបចោលដោយសារអីបានជាខ្ញុំលុបចោលពីព្រោះអ្នកដែលចុះផ្សាយលិខិតទ្រង់សេរីមតៈដែលសរសេរឆ្លើយតបទៅនឹងស្ថានទូតអាមេរិកឆ្នាំ1975នោះវាមានអាចកំបាំងនៅពីក្រោយខ្នងនៃលិខិតនោះដែលខ្ញុំដឹងហើយខ្ញុំអាចនិយាយប្រាប់បានណាឥឡូវលោកថាឮសូរថានេតូចង់រត់ចោលបណ្ដាហើយលោកវិសាលអង្គនេតូអត់មានរត់ចោលអ្នកណាទេបណ្ដាប្រទេស30នៃអង្គការនេតូណាបណ្ដាប្រទេស30នៃអង្គការនេតូគឺ one for all for one ប្រសិនបើមានការវាយប្រហារឬសត្រូវប្រហារទៅលើប្រទេសណាមួយក្នុងចំណោមសមាជិកនៃអង្គការនេតូចាត់ទុកថាវាយអង្គការនេតូទាំងមូលដែលយកទ្រឹស្ដី one for all for one គឺអង្គការនេតូទាំងមូលត្រូវពួតដៃគ្នាដើម្បីច្បាំងនឹងបច្ចាមិត្តណាមួយដែលវាយទៅលើនេតូណាលោកវិសាលសូមជ្រាបហើយលោកវិសាលសូមជ្រាបថាមានប្រទេសដូចជាអ៊ុយក្រែនមិនមែនជាសមាជិកនៃអង្គការនេតូទេណាគេអត់បានរត់ចោលទេគេជួយឧបត្ថម្ភប្រទេសអ៊ុយក្រែនគ្រាន់តែជំនួយមនុស្សធម៌សេដ្ឋកិច្ចភ័ស្តុភារអាសន្នគ្រាប់រំសេវនិងសភាវុធគេជួយសម្របទៅដើម្បី
ឲ្យទោះបីគេដឹងថាអ៊ុយក្រែនมันអាចទៅយកព្រៀបលើកងទ័ពរុស្ស៊ីបានក៏ដោយក៏គេខំប្រឹងដែរណាលោកវិសាលណាហើយនយោបាយនៅក្នុងប្រទេសឥឡូវហ្នឹងលោកវិសាលមិនបាច់លោកទៅមើលប្រទេសអ៊ុយក្រែនទេណាលោកមើលតែប្រទេសកម្ពុជាដែលលោកកំពុងរស់នៅណាខ្ញុំមិនមែននិយាយថារដ្ឋាភិបាលសម្ដេចហ៊ុនសែនលោកខុសទាំងអស់ឬក៏អាក្រក់ទេប៉ុន្តែលោកមើលលោកកលេចមើលលើនិវាសស្ថាននៅក្នុងទឹកដីលោកអង្គុយមើលតើមានមនុស្សស្លាប់ទេហើយស្លាប់ប្រភេទណាខ្លះប្រភេទនយោបាយមិនទទួលខុសត្រូវមែនទេមាននយោបាយមិនទទួលខុសត្រូវដែលកើតឡើងនៅកម្ពុជាដែលធ្វើឲ្យមនុស្សស្លាប់លោកមិនទាំងយល់ផងអូខេឥឡូវចាំខ្ញុំបញ្យល់លោកបន្តិចណាបើធ្វើនយោបាយតិចបន្តិចឲ្យមនុស្សងាប់នយោបាយរាជរដ្ឋាភិបាលកម្ពុជាដែលមានសន្តិភាពហ្នឹងក៏មាននយោបាយដែលបណ្ដោយឲ្យមនុស្សស្លាប់ដែរអញ្ចឹងលោកមិនក៏មើលមិនឃើញថាអ៊ុយក្រែនចុះគ្នាកំពុងតែប្រយុទ្ធជាមួយនឹងកងទ័ពឈ្លានពានហើយចុះខ្មែរសពថ្ងៃនេះមានប្រយុទ្ធជាមួយកងទ័ពឈ្លានពានឯណាមិនបានខ្មែរត្រូវងាប់ដោយនយោបាយរបស់រាជរដ្ឋាភិបាលពាក្យថានយោបាយគឺនយោបាយដែលคล้ายទៅជាពុកអលួយឧទាហរណ៍ខ្ញុំឲ្យឧទាហរណ៍ណាពីឆ្នាំ1993មកនៅប្រទេសកម្ពុជាយើងខាងផ្នែកនយោបាយវាមានងាប់ណាងាប់តាំងពី93 94 97 98ណារហូតដល់ពេលថ្មីនេះនឹងងាប់នឹង2014 13នេះក៏មានងាប់តើលោកវិសាលឃើញមនុស្សស្លាប់ទេអានឹងនយោបាយណាមានតាំងពីឃាតកម្មមានតាំងពីការប៉ះទង្គិចគ្នារហូតដល់ស្លាប់អានឹងនយោបាយយើងឃើញទាំងអស់គ្នាហើយចុះស្លាប់ដោយសារនយោបាយដតីដែលមិនមែនតាក់ទងនឹងរឿងនយោបាយស្លាប់យ៉ាងម៉េចស្លាប់ដោយសារប្រជាជនគ្មានសណ្ដាប់ធ្នាប់ចរាចរណ៍តើស្រុក30ឆ្នាំលោកវិសាលគិតមើលស្រុកដែលបានស្ដារប្រទេសជាតិ30ឆ្នាំហើយណាលោកវិសាលគិតមើលស្រុកដែលស្ដារប្រទេសជាតិបាន30ឆ្នាំហើយហេតុដូចម្ដេចបានជាចរាចរណ៍សាធារណៈលើផ្លូវគមនាគមន៍ទាំងឡាយណានៅតែមនុស្សមានល្មើសខ្លាំងម្ល៉េះអានោះការល្មើសហ្នឹងវាមិនឲ្យមនុស្សស្លាប់ទេរឿងគ្រោះថ្នាក់ចរាចរណ៍នៅប្រទេសខ្ញុំនៅនេះក៏មានដែរប៉ុន្តែអារឿងបើកបច្ចាអសង្តនិកអារឿងយានយន្តកាងឯងនៅលើថ្នល់វាតែងតែមានអន្តរាគមន៍ប៉ូលីសនៅស្រុកខ្មែរទាំងអ្នកក្រទាំងអ្នកមានទាំងតុកកង់3ទាំងអ្នកជិះម៉ូតូទាំងអ្នកបើកឡានមានអ្នករំលោភយ៉ាងព្រៃផ្សៃបំផុតលើច្បាប់ចរាចរណ៍តើប្រទេសជាតិមួយ30ឆ្នាំមិនបានជាកែប្រែអាច្បាប់ចរាចរណ៍និងអនុវត្តច្បាប់ចរាចរណ៍នឹងមិនបានណាអាហ្នឹងជានយោបាយដែលគ្រប់គ្រងមិនបានវាស្លាប់មនុស្សណាលោកកុសលលោកវិសាលបន្ទាប់មកទៀតការស្លាប់មនុស្សហើយជាទោសព្រហ្មទណ្ឌណាជាទោសព្រហ្មទណ្ឌគឺត្រូវតែឡើងតុលាការនយោបាយប្រទេសយើងសុខចិត្តឲ្យស៊ីសុខគ្នានៅក្រៅតុលាការបង់លុយយកលុយវាយក្បាលគ្រួសារសាកសពទទួលមនុស្សដែលបានប្រព្រឹត្តអំពើខុសជាទុច្ចរិតជាព្រហ្មទណ្ឌរួចខ្លួនអានោះក៏ស្លាប់មនុស្សដែរលោកវិសាលអញ្ចឹងលោកគិតមើលនយោបាយវាតែងតែមានស្លាប់មនុស្សប៉ុន្តែមួយស្លាប់ដោយអត់ប្រយោជន៍ឧទាហរណ៍ដូចជាការគ្រប់គ្រងចរាចរណ៍នៅកម្ពុជាដែលអាណាធិបតេយ្យក្រោយពី30ឆ្នាំមកនៅតែអាណាធិបតេយ្យណាតុលាការដែលកើតក្តីក្តាំហើយបណ្ដាលឲ្យមានរបួសស្នាមនិងស្លាប់ហើយអត់មានជនដែលបានប្រព្រឹត្តនោះអត់មានជាប់ទោសទេពីព្រោះជនណាដែលមានលុយកាក់ជនណាដែលមានឥទ្ធិពលអត់ទេអានោះក៏ជានយោបាយដែរមនុស្សស្លាប់បន្ទាប់មកទៀតចំណីអាហារដែលមានជាតិពុលណាសូម្បីតែពុលស្រាបើពី93មកតិចឬសូពុលស្រាងាប់ឆ្នាំកន្លងទៅនេះក៏មានមនុស្សពុលស្រាងាប់ហេតុដូចម្ដេចបានជាវាមានស្រាពុលកើតនៅក្នុងប្រទេសដែលកសាង30ឆ្នាំហើយយើងគិតមើលណាអានោះក៏ជានយោបាយនៃការគ្រប់គ្រងសារជាតិពុលនៅក្នុងចំណីអាហារដែរត្រង់ហ្នឹងជាចំណុចដែលយើងត្រូវដឹងពីនយោបាយណាអរគុណវ៉ាន់ចៅតានឹងបញ្ជូនឯងទៅកាន់ពួកអនុរដ្ឋអង្គពុកតប៉ាចឲ្យទៅនៅនឹងដឹកនាំដោយខាន់សវណ្ណវាពោះចៅឯងចូលចិត្តខាងនោះណាតាឲ្យទៅនៅក្នុងណាអញ្ចឹងលោកវិសាលនយោបាយអ៊ុយក្រែនដើម្បីឯករាជ្យជាតិដើម្បីអធិបតេយ្យភាព
ដើម្បីបូរណភាពដែនដីក៏ស្លាប់មនុស្សណាក៏ស្លាប់មនុស្សណាតែមនសិការលោកមនសិការបើសិនណាជាមានបរទេសណាមួយវាយកម្ពុជាតើលោកវិសាលគិតខ្លួនឯងណាតើបើមានបរទេសណាមួយវាយកម្ពុជាក្នុងខួរក្បាលមនសិការលោកវិសាលតើមានដូចអ៊ុយក្រែនទេមានដូចអ៊ុយក្រែនទេខ្ញុំសន្និដ្ឋានថាលោកវិសាលអត់មានដូចអ៊ុយក្រែនទេប្រសិនបើមានបរទេសគៀបសង្កត់ឲ្យវាយចូលកម្ពុជាពីព្រោះភាគច្រើននៃខ្មែរយើងណាបានត្រូវគេបង្វិលស្មារតីឲ្យលើកដៃសុំសត្រូវដើម្បីរស់ចាំខ្ញុំជំរាបនៅក្នុងខែមិនិនាឆ្នាំ1970ពេលដែលដឹងថាយួនយឺកុងវៀតណាមខាងជើងនៅលើទឹកដីកម្ពុជាហើយបានបើកការច្បាំងរុករានទន្ទ្រានភាគខាងកើតទន្លេមេគង្គយុវជនខ្មែរកាលហ្នឹងគេអត់ឲ្យស្រីធ្វើទាហាននៅឡើយទេគេឲ្យស្រីធ្វើទាហានសមរភូមិក្រោយប៉ុន្តែក្រោយមកគេបញ្ចូលយុវជននិងយុវនារីខ្មែរនាំគ្នាស្ម័គ្រចិត្តដូចអ៊ុយក្រែនអញ្ចឹងនាំគ្នាស្ម័គ្រចិត្តដូចអ៊ុយក្រែនអញ្ចឹងទាំងបងប្រុសខ្ញុំទាំងអីនាំគ្នាស្ម័គ្រចិត្តដូចអ៊ុយក្រែនអញ្ចឹងធ្វើតបដើម្បីទៅច្បាំងនឹងយួនយឺកុងវៀតណាមខាងជើងណាលោកវិសាលឆ្នាំ1970ពួកយុវជនយើងដែលជាបងខ្ញុំបានទៅស្លាប់ទៅរបួសយ៉ាងច្រើនយួនយឺកុងវៀតណាមខាងជើងបាញ់យុទ្ធជនខ្មែរយើងដូចបាញ់ស្រួលជាងបាញ់ចាបទៀតពីព្រោះអីពីព្រោះទី1សភាវុធយើងអត់មានណាពេលហាត់យើងកាន់ដំបងឈើយើងកាន់មែកឈើមិនដំបងឈើពេលយើងឡើងឡានទៅយុទ្ធជនខ្លះ2នាក់កំភ្លើងម្ដងយុទ្ធជនខ្លះ3នាក់កំភ្លើងម្ដងអ្នកដតីកាន់ក្របបែកមួយក្របក៏តែច្បាំងជាមួយយួនយឺកុងដែរដោយសារអីលោកវិសាលដោយសារមនសិការហើយចុះយ៉ាងម៉េចបានជាសង្គ្រាមឆ្នាំ70-75ខ្មែរលបួសនឹងស្លាប់អស់1លាននាក់ហើយកងទ័ពសាធារណរដ្ឋខ្មែរចាញ់កងទ័ពយឺកុងវៀតណាមខាងជើងនិងទ័ពព្រៃខ្មែរក្រហមហើយដូចម្តេចបានចាញ់បងប្អូនខ្មែរកូនក្មួយដែលមិនរៀនប្រវត្តិសាស្ត្រកងទ័ពសាធារណរដ្ឋខ្មែរបានចាញ់លើសមរភូមិដោយសារទី1ទាហានដ៏ច្រើនលើសលប់នៃសាធារណរដ្ឋអត់បានហាត់វឹកច្បាំងទេទី2ចរន្តពុករលួយរបស់មេធំមួយចំនួនធំដែលលួចខ្មោចទាហានអញ្ចឹងកម្លាំងដែលទៅទប់លើសមរភូមិជាមួយយួនយឺកុងមិនគ្រប់ទាំងសភាវុធមិនគ្រប់ទាំងចំនួនមនុស្សនឹងកត្តាមួយកត្តាទី2គឺទ័ពព្រៃនិងទ័ពយួនយឺកុងវៀតណាមខាងជើងពាក់ស្លាកសម្ដេចនរោត្តមសីហនុខ្មែរបែកបាក់គ្នាដោយសារសីហនុទៅតំណាងឲ្យយួនយឺកុងវៀតណាមខាងជើងមកវាយប្រហារខ្មែរហើយក្រោយមកគាត់អត់បានអំណាចទេកុម្មុយនីសប៉ុលពតយកអំណាចទៅដោយសារគាត់បែកសាមគ្គីជាតិប្រសិនបើគាត់វិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញហើយគាត់មិនប្រព្រឹត្តចារឹកដោយសត្វសំផឹងគាត់ផ្ដាំផ្ញើរដ្ឋាភិបាលស្រោចស្រង់ជាតិចុងក្រោយដែលមាននាយករដ្ឋមន្ត្រីគឺលោកលន់នល់ថ្ងៃនៅក្នុងខែកញ្ញាមុននឹងគាត់ចាក់ចេញពីប្រទេសកម្ពុជានៅក្នុងថ្ងៃរសៀលសម្ដេចសីហនុបានហៅគណៈរដ្ឋមន្ត្រីមកផ្ដាំផ្ញើអស់មករសៀលដល់ដើមខែមករារវាងនៅក្នុងថ្ងៃ10គាត់វិច្ចវេលាចេញទៅគាត់ឲ្យរដ្ឋាភិបាលស្រោចស្រង់ជាតិចុងក្រោយដឹកនាំដោយលន់នល់អនុញ្ញាតឲ្យធ្វើសមាជភាពបាតកម្មនៅស្វាយរៀងនៅកំពង់ចាមដើម្បីដាក់សម្ពាធឲ្យវត្តមានយឺកុងវៀតណាមខាងជើងដែលសម្ដេចសីហនុគាត់អនុញ្ញាតឲ្យមកស្នាក់លើដីខ្មែរក្រោយមកយួនវាមកនៅរហូតដល់ជាង 30,000 នាក់ហើយអង្គភាពសមរភូមិក្រោយវាជាង 7,000 នាក់លោកវិសាលគិតមើលនៅពេលដែលសម្ដេចលោកយាងទៅដល់អឺរ៉ុបលោកប្រកែកញ៉ាញលោកថាលោកអត់ដឹងអីទាំងអស់លោកថាលោកចោតឧត្តមសេនីយ៍លោកចោតរាជការរបស់លោកថាចង់ទទួលលុយអាមេរិក
លោកបដិសេធមិនព្រមទទួលគណៈប្រតិភូរដ្ឋាភិបាលនិងតំណាងព្រះមហាក្សត្រយានីកុសមៈនារីរដ្ឋតែបញ្ជូនទៅទីក្រុងប៉ារីដើម្បីគាល់លោកក៏លោកបដិសេធរហូតទៅដល់សារបែកធ្លាយថាលោកចង់ចាប់មេដឹកនាំរដ្ឋាភិបាលនិងសភាបាញ់ចោលនៅទៅពាំងកលឹងណាបានជាកើតការដកលោកចេញពីតំណែងប្រមុខរដ្ឋគ្មានអ្នកណាចង់ដកលោកពីតំណែងប្រមុខរដ្ឋទេប៉ុន្តែលោកថាតើលោកមកវិញលោកចាប់បាញ់ចោលមនុស្សភ័យដល់អញ្ចឹងទៅវាមានសមាជិកចាក់រុកថាតើដកលោកបានជាកើតដកលោកនៅក្នុងថ្ងៃទី18មិនិនាឆ្នាំ1970ណាលោកវិសាលមនសិការជាតិខ្មែរនៅពេញប៉ុន្តែវាបែកសាមគ្គីជាតិឥឡូវគិតមើលនៅអ៊ុយក្រែនណាប្រធានាធិបតីអត់រត់ចោលប្រជាជនទេគណៈរដ្ឋមន្ត្រីអត់រត់ចោលប្រជាជនទេអតីតប្រធានាធិបតីអ៊ុយក្រែនអតីតដែលគេទាស់គ្នាជាមួយប្រធានាធិបតីក៏គេអត់បែកដែរគេគ្រប់គ្រងអ៊ុយក្រែនទាំងអស់គ្នានាយករដ្ឋមន្ត្រីស្រីនាយករដ្ឋមន្ត្រីរបស់អ៊ុយក្រែនគេអត់ចូលចិត្តលោក Zelensky ទេណាក៏ប៉ុន្តែគេនៅជាមួយអ៊ុយក្រែនទាំងអស់គ្នានៅស្រុកខ្មែរឆ្នាំ70បើកុំតែសេអនុទៅជួយយួនយកកង់ទេកុំអីប្រទេសកម្ពុជាមិនដួលរលំងាយទេពីព្រោះសាមគ្គីជាតិវានៅជាមួយគ្នាចឹងសូមឲ្យយល់ឲ្យច្បាស់ណាដែលហេតុខ្មែរអាលំអាលាយពី70-75មេរោគធំជាងគេគឺនរោត្តមសីហនុធ្វើនយោបាយសម្ផឹងសាវជ័យណាធ្វើនយោបាយសម្ផឹងសាវជ័យ52ឆ្នាំក្រោយមកកូនខ្មែរអត់ដឹងខ្យល់អីទេរហូតដល់ជឿគេថាពេលសីហនុងាប់ទៅចាញ់ប្រភ័ត្រានៅក្នុងលោកខែទៀតតើវាពិតទេដែលប្រឡងមុខសីហនុនឹងចាញ់តាមលោកខែវាពិតទេសូម្បីតែរឿងដុតខ្មោចសីហនុក៏គេបង្កើតដែរដុតមិនឆេះវាតលតែមានអ្នកមានបនមួយទៅដុតខ្មោចសីហនុបានឆេះរហូតដល់គេបង្កើតអភិនិហាថាតលតែមានអ្នកមានបនទៅដុតខ្មោចអ្នកមានបនសីហនុងាប់ទៅអ្នកមានបនអស់ប្រទេសមនុស្សរាប់លានមិនមែនទៅកោលទោសគាត់ទេគាត់ស្លាប់ទៅហើយខ្ញុំនៅតែហៅសម្ដេចឪអញ្ចឹងប៉ុន្តែខ្ញុំចង់ឲ្យក្មេងជំនាន់ក្រោយដែលកន្លក់ខួរអត់រៀនប្រវត្តិសាស្ត្រឆ្នាំ1970ណាខ្មែរមានមនសិការកាន់អាវុធណាខ្មែរមានមនសិការកាន់អាវុធសុបញ្ញាឃើញមុខសីហនុនៅដួងខែមានថតទុកឲ្យខ្ញុំមើលទេណាអានោះសារតែខួរក្បាលហើយគេពំវិលពីព្រោះអីណាពីព្រោះគេអត់ឲ្យកូនខ្មែរនឹងចេះប្រវត្តិសាស្ត្រតាមទៅដល់អញ្ចឹងកូនខ្មែរឡប់ពធូនឹងគឺវិលវល់គួរក្បាលអស់ដោយសារអីអត់ចេះគិតមកពីឆ្នាំ1970ខ្មែរមានមនសិការគ្រាន់តែលឺសូរខ្មាំងសត្រូវណាគ្រាន់តែលឺសូរខ្មាំងសត្រូវណាវត្តកែមនិយាយថាអ្នកប្រមាថសម្ដេចតាភាគច្រើនអាយុខ្លីសម្ដេចតាក៏គាត់ស្លាប់ដែរអូខេសម្ដេចតាក៏គាត់ស្លាប់ដែរអូខេខ្ញុំក៏ចង់ទៅជួបប្រអិនឬក៏ជួបឋាននរកយមបាលដែលចង់សួរថាវាមិនបានជាកើតមនុស្សម្នាក់សីហនុដែលកើតចំថ្ងៃទី31ខែធ្នូឆ្នាំ22ហ្នឹងមិនបានជាគាត់បណ្ដាលឲ្យខ្មែរស្លាប់ច្រើនម្លេះខ្ញុំដឹងថាខ្មែរខ្លះវាមានកម្មប៉ុន្តែកុំអួតរឿងថាណាអាយុខ្លីណាវាមានមនុស្សតចំនួនដែលគេដឹងនយោបាយខូចខាតរបស់សម្ដេចសីហនុអញ្ចឹងវត្តកែមឯងក៏គេលៀងខួរក្បាលដែរណាក៏គេលៀងខួរក្បាលដែរបានជាកលិចកលក់អញ្ចឹងនោះពីព្រោះអីពីព្រោះបើសិនណាជាក្មួយណាវត្តកែមឯងយល់ឃើញថាសម្ដេចសីហនុនោះមានបុណ្យបារមីខ្លាំងវាមិនក៏សពថ្ងៃហ្នឹងខ្មែរអត់មានជំទល់អញ្ចឹងគិតមើលដឹងទេបើនិយាយពីបាបកម្មវិញដឹងគាត់ធ្វើបាបកម្មហ្នឹងវាធ្លាក់ទៅលើកូនចៅគាត់ទេឥឡូវខ្ញុំនិយាយបន្តិចរាជវង្សខ្មែរអត់មានតំណតកូលអីតាមត្រូវទេអស់ពីបកូនណាសីហមុនីទៅអត់មានទេយាទទេណាពីព្រោះអីសំបីតែសៀវភៅកំណត់នៃសមាជិករាជវង្សានុវង្សក៏យើងមិនដែលបានឃើញផងណាដូច្នេះរាជានិយមខ្មែរទៅថ្ងៃក្រោយគឺស្រេចទៅលើអ្នកកាន់អំណាច
គេរើសទេគេចង់រើសស្ដេចអង្គណារាជវង្សអង្គណាឡើងធ្វើស្ដេចស្ដេចតែគេរាជវង្សខ្មែរសាបសូន្យដោយសារអីអ្នកខ្លះច្រឡំថាសម្ដេចសីហនុនឹងលោកតរាជវង្សបាន93លោកតបានប្រមាណលោកតបានតែលោកហើយនឹងព្រះអង្គព្រះមហាក្សត្របច្ចុប្បន្នតើអស់ពីព្រះមហាក្សត្របច្ចុប្បន្នតើមានអ្នកណាភ្ញាក់ឡើងហើយអានងស្អីអានឹងមកពីអីអានឹងមកពីបាបកម្មដែលសម្ដេចឪលោកសាងអ្នកខ្លះច្រឡំថាសម្ដេចឪលោកតពូជនរោត្តមបានតែប៉ុណ្ណឹងខ្ញុំណាសូម្បីតែខ្ញុំដែលមករស់នៅក្រៅក៏ខ្ញុំអបអរសាទររឿងរាជានិយមខ្មែរដែរมันមានបញ្ហាប៉ុន្តែអស់បកូនណាសង្ហៃតែមានអីអានឹងមិនបាបកម្មទេយើងគិតមើលកូនសម្ដេចសីហនុទាំងអស់ណាកូនតិចណាស់រើសបានតែមួយអង្គនេះគឺបកូនណាសង្ហៃណាហើយមានមួយអង្គទៀតដែលអាចធ្វើកិច្ចការបានគឺម្ចាស់អរុនក្រៅពីនឹងមានអ្នកណាអស់ហើយអានឹងឲ្យបាបកម្មមកខ្ញុំប្រាប់ទៅបាបកម្មយើងគិតមើលសម្ដេចសីហនុទោះបីលោករស់នៅរហូតដល់លោកស្លាប់ទៅអាយុ90ផ្លាយក៏បាបកម្មយើងឃើញផ្ទាល់ភ្នែកបាបកម្មដូច្នេះកុំនិយាយប្រាប់ខ្ញុំថាអូអ្នកណាប្រមាថសីហនុគេអត់ប្រមាថសីហនុទេខ្ញុំនៅតែហៅគាត់សម្ដេចឪអញ្ចឹងគាត់ក៏និយាយដែរខ្ញុំឮសូរគាត់និយាយដែរណាខ្ញុំឮសូរគាត់និយាយទៅគាត់ថាអ្នកដែលប្រឆាំងនឹងគាត់ណាអត់គឺថាងាប់មុនគាត់ទាំងអស់មិនមែនអ្នកប្រឆាំងទាំងអស់ងាប់មុនគាត់ទេមានគេងាប់ក្រោយគាត់អូខេប៉ុន្តែទោះបីងាប់មុនក៏ដោយងាប់ក្រោយក៏ដោយខ្ញុំមិនជឿថាជីវិតរបស់មនុស្សដែលកើតមកយកជាតិកំណើតពូជតកូលជាខ្មែរហ្នឹងវាត្រូវស្ថិតនៅក្នុងដៃរបស់មនុស្សម្នាក់ឈ្មោះនរោត្តមសីហនុទាំងអស់ទេខ្ញុំអត់ជឿទេខ្ញុំអត់ជឿរឿងហ្នឹងទេខ្ញុំជឿថាបាបកម្មមានកុសលកម្មមានសម្ដេចសីហនុគាត់ស៊ីបនគាត់អស់ពូជគាត់ក៏វារងទុក្ខវេទនាអាហ្នឹងយើងមិនចង់វិភាគច្រើនទេគាត់និយាយឲ្យយល់ក្មួយណាកាលណាគេលៀងក្បាលក្មួយបានក្មួយអោនរហូតក្មួយអត់មានមនសិការៈទេពីឆ្នាំ1970មកខ្មែរមានមនសិការជាតិប៉ុន្តែដោយសារតែណាខ្មែរយើងបែកបាក់សាមគ្គីភាពដល់ខ្មែរបែកបាក់សាមគ្គីភាពទៅខ្មែរសម័យនោះពី70ដល់75ហ្នឹងស្លាប់រស់ហលុំលេទៅណាសម័យប៉ុលពតពី75ដល់79ដោយសារខ្មែរបែកបាក់សាមគ្គីកាប់សម្លាប់បង្អត់បាយពេកក៏វាចាញ់យួនទៅដល់ពី79មកដល់91យួននៅពេញស្រុកណាដល់សម័យឥឡូវបានឯករាជ្យហើយមិនឃើញខ្ញុំចេះតែអង្វរសម្ដេចហ៊ុនសែនឲ្យរួបរวมជាតិទេអាខាន់សវណ្ណអង្គពុកតបាច់ណាហ៊ុនសែនបញ្ជូនហ៊ុនម៉ាណែតឲ្យមករៀបចំអ្នកគ្រប់គ្រង CPP នៅក្រៅស្រុកណាអាទូរយោខណ្ឌសវណ្ណវាបំបែកថាខ្មែរនៅក្រៅស្រុកជាអ្នករត់ចោលស្រុកសពថ្ងៃសំបីតែនៅលើទឹកដីសហរដ្ឋអាមេរិកអ្នកដែលចេញមាត់ចេញកដើម្បីគ្រប់គ្រងរដ្ឋាភិបាលមានតែអាលលីលើប្រហែលអ្នកទេហើយអាលលីលើនឹងឲ្យតែល្បីបន្តិចអាបបៈនឹងឲ្យតែល្បីបន្តិចអាខាន់សវណ្ណលត់លើឥឡូវខ្ញុំនិយាយចំអាបេបៈធ្វើ show រាល់ថ្ងៃណាជាមួយមីកាថាណាអាបេបៈធ្វើ show រាល់ថ្ងៃជាមួយមីកាថាធ្វើបានដើម្បីបំរើខ្សែញាក់របស់អាខាន់សវណ្ណណាថ្មីនេះអាខាន់សវណ្ណដាក់ពោះផលិតមួយណាអានឹងខ្ញុំដាក់រហស្សនាមវាអាកូនពោះផលិតកូនពោះផលិតនឹងចាញ់និយាយពីព្រោះប្រហែលជាមានគេហាមមិនឲ្យអាខាន់សវណ្ណហ្នឹងវាលូកមាត់ខ្លាំងពេកពីព្រោះខ្ញុំសាប់ពីនេះទៅឲ្យច្បាស់បានជាអាខាន់សវណ្ណហ្នឹងវាដើរចាក់រុកឆ្កឹះស្គៀលណាអាបេបៈធ្វើ show បើសិនជាអាបេបៈជាមួយមីកាថាហ្នឹងវាល្បីអាខាន់សវណ្ណរស់រឿងបាត់ហើយបងមកហឺនគាត់ធ្វើ show គាត់បានប៉ុណ្ណឹងបើសិនជាបងមកហឺនហ្នឹងឡើង show ល្បីអាខាន់សវណ្ណវាធ្វើស៊ីបាត់ហើយខ្មែរនៅបរទេសណាក៏ដោយតែគ្រប់គ្រងណាខ្មែរនៅបរទេសណាដែលគ្រប់គ្រងសម្ដេចហ៊ុនសែនឲ្យតែហ៊ានចេញមុខចេញមាត់នៅក្នុង live show អាអង្គពុកតប៉ាថាអាខាន់សវណ្ណវាចង់ត្រួតត្រានេះខ្ញុំនិយាយប្រាប់ឲ្យលោកហ៊ុនសែនដឹងណាដូច្នេះហើយបានជាអ្នកគ្រប់គ្រង CPP នៅក្រៅស្រុកហ្នឹងអត់ធ្វើអីកើតទេដោយសារអីដោយសារមានអាអ្នកបំបែកស្រុកអញ្ចឹងយើងបានអ្នកបំបែកប្រជាជនបំបែកខ្មែរអញ្ចឹងយើងបានសន្តិភាពហ៊ុនសែនហើយយើងត្រូវការផ្សះផ្សាជាតិយើងត្រូវការរួបរวมជាតិមិនមែនខ្មែរ7មករាខ្មែរក្នុងស្រុកខ្មែរក្រៅស្រុកទេបងប្អូនខ្ញុំនិយាយខុសទៅឥឡូវបងប្អូនឆ្លើយនិយាយខុសទៅបើហ៊ុនសែនបង្កើតសន្តិភាពហើយហ៊ុនសែនបញ្ជូនទាំងកូនមករៀបចំ CPP នៅក្រៅស្រុកទៀតណាមានពួក
ចលនាយុវជនអីមករៀប CP នេះកែសំអស់រៀបហើយវាមិនបានជាមានអាអង្គពុកតប៉ាដឹកនាំដោយអាខាន់សវណ្ណនៅក្នុងស្រុកបំផែកខ្មែរមិនបានបំផែកខ្មែរភារៈឆេងណាយើងឃើញហើយរាល់ពេលបើសិនណាជាលោកហ៊ុនសែនមិនឲ្យវាមានអធិបុលមិនជឿមិនរឿងសំរងស៊ីរឿងអីចាប់តាំងពីយូរហើយកូនចាប់តាំងពីយូរអត់មាននៅសមមាញដល់ឥឡូវទេកូនមានដឹងទេណាអាសវណ្ណបបួលហ៊ុនសែនឲ្យភ្នាល់តែវាអត់លុយមួយសេនេះវាហ៊ានដាក់1លានភ្នាល់ជាមួយសំរងស៊ីជីវភាពនយោបាយសំរងស៊ីនៅកហឺសប្ងៃឃើញទេឃើញអាហ្នឹងមួយទៀតណាអារឿងបំបែកអ្នកដែលល្បីអ្នកដែលបកកែការពាររដ្ឋាភិបាលនៅក្រៅស្រុកវាបំបែកបានឃើញនៅមុខឯងអ្នកដែលធ្លាប់ការពាររដ្ឋាភិបាលគេបោះបង់ចោលគេឈប់ការពាររដ្ឋាភិបាលហើយដោយសារអីបានជាគេឈប់ការពាររដ្ឋាភិបាលពីព្រោះគេធុញនឹងអានរកហ្នឹងឥឡូវហ្នឹងអ្នកធ្វើ live show នៅក្រៅស្រុកណាមានតែអាបែកបឹកនឹងមីកថាវហ្នឹងទេហើយណាអាកវិវត្តហ្នឹងទេក្រៅពីហ្នឹងមានអ្នកណាឥឡូវក្មួយកូនក្មួយប្រិយមិត្តទៅរកមើលអ្នកណាដែលនិយាយការពាររដ្ឋាភិបាលហ៊ុនសែនមិនបានវាគ្មានពីព្រោះតែមានអាខាន់សវណ្ណអង្គពុកតបាច់នៅក្នុងស្រុកជាអ្នកដែលបំបែកសូម្បីតែអ្នកដែលគ្រប់គ្រងចលនាយុវជន CVP ក៏អត់មានអ្នកណាចេញធ្វើ show ដែរអត់ទេអត់ចេញធ្វើ show និយាយការពាររដ្ឋាភិបាលទេដោយសារអីនេះខ្ញុំចង់ឲ្យលោកហ៊ុនសែនជ្រាបឲ្យដឹងផងណាបើនៅតែមិនយល់ទេអានោះអញ្ចឹងវាបែកបាក់សាមគ្គីឥឡូវវិលទៅចំណុចសាមគ្គីយើងមានមនសិការៈជាតិវាតលតែមានសាមគ្គីជាតិបើមិនជឿទេណាបរទេសវាយចូលកម្ពុជាមកតើកូនក្មួយសពថ្ងៃណាហ៊ានការពារទឹកដីទេបើមិនអ្នកលើលិចដាក់មេផាយចូលថៃបាត់លើណាកូនក្មួយសពថ្ងៃមានមនសិការដើម្បីការពារទឹកដីទេអត់ទេការពារទឹកដីហ្មងបើឃើញសង្គមពុកអលួយណារឿងអីអញតែការពារទឹកដីហ្មងបើអាពួកអស់នឹងក្បាលពោះវាប៉ុណ្ណាណៃណាបន្ទាប់មកទៀតនៅក្នុងប្រទេសកម្ពុជាយើងវាបាត់បង់ចលនាយុវជនទៅហើយមិនបានបាត់បង់ចលនាយុវជនខ្ញុំនិយាយនេះខ្ញុំចង់ជំរាបបងប្អូនកូនក្មួយអំពីមនសិការៈជាតិសប្តាហ៍នេះយើងមានក្រុមយុវជនច្រើនណាស់ប៉ុន្តែម៉ែអើយមានអាយុវជនខ្លះកូន10ខ្ញុំនិយាយហួសបន្តិចអាសមាជិកយុវជនខ្លះកូន10ណាកូន10គេហៅថាយុវជនកូន10ណាមានអាខ្លះយុវជនកូន4អាខ្លះយុវជនកូន6អាខ្លះយុវជនកូន2អាខ្លះយុវជនកូន1អាខ្លះទៀតយុវជនប្រពន្ធ1ស្រី3ស្រី2ស្រី1វាមានយុវជនឯណាប្រិយមិត្តមិនគិតមើលវាមានយុវជនឯណាវាអត់មានអានេះខ្ញុំនិយាយឲ្យដឹងតើពិតមិនពិតយុវជនសត្វតែមានកូនមានប្រពន្ធមានស្រីមានញីវាមានយុវជនឯណាចិនដាវាយព្រះវិហារវាយបានប្រមាណជាងអាមកូនវាយបានប្រមាណជាងអាមកូនណាចិនដាយ៉ែមវាយបានប្រមាណជាងអាមប្រមាណថ្នាំងដៃកូនឯងអញ្ចឹងហើយបានថាក្មេងសម័យក្រោយឆោតអត់ដឹងអីទេ